ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូមួយចង់មកបង្ហាញតាក់ទងជាមួយនឹងរបៀបនៃការធ្វើជូលីនស៊ីជូលីនស៊ីនេះនៅក្នុងវិស័យកសិកម្មខ្ញុំជឿជាក់ថាមានបងប្អូនមួយចំនួនគាត់បានស្គាល់ហើយក៏នៅមានបងប្អូនមួយចំនួនទៀតដែលគាត់អត់ទាន់បានស្គាល់ឬក៏ដែលធ្លាប់បានឮអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកពីគុណសម្បត្តិខ្លះៗនៃការប្រើប្រាស់ជូលីនស៊ីនេះនិងរបៀបនៃការធ្វើជីទឹកជូលីនស៊ីឬក៏យើងហៅម្យ៉ាងទៀតថាអតិសកុមប្រាំងដេស្មីសំយោគវាផ្ដល់នូវសារៈសំខាន់ខ្លាំងមែនទែននៅក្នុងវិស័យកសិកម្មគេអាចយកវាទៅប្រើប្រាស់នៅក្នុងការចិញ្ចឹមសត្វការចិញ្ចឹមត្រីដូចជាការដាំដុះដំណាំដូចជាដំណាំឈើហូបផ្លែដំណាំបន្លែឬក៏រុក្ខជាតិលម្អផ្សេងហើយតើតើជាមួយរបៀបធ្វើគឺងាយស្រួលនិងចំណេះដឹងទុនតិចចំពោះជូលីនស៊ីនេះផងដែរយើងអាចប្រើប្រាស់វាទៅជួយកែលម្អដីនៅពេលដែលយើងប្រើវាជាមួយដីគឺវាជួយឲ្យដំណើរការនៃការរលាយនៅសារធាតុសរីរាង្គផ្សេងវាឆាប់រលាយដែលជួយឲ្យដីរបស់យើងនឹងស្រូបយកសារធាតុចិញ្ចឹមបានល្អហើយមួយទៀតគឺអាចជួយបំផ្លាញនៅសារធាតុមិនល្អផ្សេងនៅក្នុងដីហើយសម្រាប់ការប្រើប្រាស់នៅលើការចិញ្ចឹមសត្វគឺយើងអាចប្រើប្រាស់វាជាមួយនឹងដាក់លាយជាមួយនឹងទឹកឲ្យវាផឹកវាធ្វើឲ្យសត្វរបស់យើងនឹងស៊ីចំណីអាហារបានច្រើនមានទម្ងន់